是奇迹呀！អស្ចារ្យណាស់នេះប្រកាសជាឥទ្ធិពលរបស់ថ្នាំចាក់ហើយត្រូវហើយនេះគឺជាប្រសិទ្ធភាពរបស់ថ្នាំចាក់លោកស្រីស៊ូកុំបារម្ភអីនេះមិនមែនជាប្រតិកម្មអវិជ្ជមានទេដោយសាររាងកាយអ្នកជំងឺខ្សោយពេកទើបថ្នាំត្រូវការពេលបន្តិចដើម្បីចេញប្រសិទ្ធភាព អ្វីទៅ លោកស្រីស៊ូអ្នកមិនមែនជឿថារបស់គ្មានប្រភពច្បាស់លាស់ដែលអ្នកបោកប្រាស់ម្នាក់យកមកអាចមានប្រសិទ្ធភាពពិតទេលោកស្រីស៊ូសូមមើលឲ្យច្បាស់ផលិតផលបែបនេះសូម្បីតែអាហារបំពន់ក៏មិនស្មើផងប្រភពផលិតក៏មិនច្បាស់បើមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ចាត់ទុកថាល្អហើយការដែលលោកស៊ូអាចមានស្ថានភាពប្រសើរឡើងយ៉ាងឆាប់រហ័សបែបនេះគឺជាលទ្ធផលនៃថ្នាំចាក់របស់យើងតែប៉ុណ្ណោះបន្ទាប់ពីចាក់ថ្នាំរួចពេលវេលាដែលថ្នាំចាប់ផ្ដើមមានប្រសិទ្ធភាពអាចខុសគ្នាទៅតាមមនុស្សម្នាក់ឥឡូវនេះគឺជាពេលដែលឥទ្ធិពលថ្នាំដែលចេញយឺតបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងការព្យាបាលទាំងអស់ដែលបានធ្វើពីមុនមកទើបវាអាចទប់ស្កាត់និងបង្វែរស្ថានភាពជំងឺឲ្យប្រសើរឡើងវិញបាននេះគឺជាជ័យជំនះរបស់វិទ្យាសាស្ត្រសម័យទំនើបនិងជាផលសម្រេចនៃការព្យាបាលរបស់ក្រុមគ្រូពេទ្យចំណែករបស់ផ្សេងទៀតវាគ្រាន់តែជារឿងមិនសំខាន់ហើយអាចនាំមកនូវហានិភ័យថែមទៀតផងឈប់សិនរងចាំបន្តិចនៃរបស់អ្នកគឺថាការដែលអ្នកជំងឺត្រឡប់មកស្ថានភាពធម្មតាវិញគឺដោយសារថ្នាំរបស់អ្នកតែម្នាក់ឯងហើយគ្មានអ្វីពាក់ព័ន្ធនឹងថ្នាំរបស់ខ្ញុំទេ ជាការពិតណាស់វាពាក់ព័ន្ធអ្វីនឹងថ្នាំរបស់អ្នកជំងឺមានវ័យចាស់ហើយរាងកាយក៏ខ្សោយដូច្នេះប្រតិកម្មនឹងថ្នាំយឺតជារឿងធម្មតាបន្ទាប់ពីចាក់ថ្នាំរួចវាត្រូវការពេលបន្តិចទើបចេញប្រសិទ្ធភាពមិនមែនជារឿងចម្លែកទេ ចុះបើស្ថានភាពរបស់អ្នកជំងឺប្រែប្រួលមិននឹងនៅវិញនៅពេលក្រោយវិញ มันអាចទៅរួចទេដាច់ខាតមិនអាចទៅរួចបើថ្នាំចាប់ផ្ដើមមានប្រសិទ្ធភាពហើយគ្មានហេតុផលអ្វីដែលជំងឺនឹងកើតឡើងវិញទេ លោកប្រធានវាងមានន័យថាឪពុកខ្ញុំអាចឆ្លងកាត់សប្តាហ៍ចុងក្រោយនៃជីវិតដោយសុខសាន្តហើយមែនទេ ត្រូវហើយលោកស្រីស៊ូសូមកុំបារម្ភថ្នាំចាក់នេះធ្លាប់ប្រើព្យាបាលមនុស្សរាប់រយនាក់មកហើយមិនដែលមានបញ្ហាអ្វីទេ មិនល្អហើយសញ្ញាសម្គាល់សុខភាពរបស់អ្នកជំងឺទាំងអស់ស្រាប់តែច្របូកច្របល់ខ្លាំង លោកប្រធានវាងអ្នកមិនទៅតែនិយាយថាជំងឺនឹងមិនកើតឡើងវិញទេលោកវាងអ្នកត្រូវតែឲ្យខ្ញុំនៅការពន្យល់ដែលសមហេតុផលមួយបើមិនដូច្នោះទេខ្ញុំនឹងមិនលើកលែងឲ្យអ្នកទេ ខ្ញុំដឹងហើយប្រកាសជាមកពីអ្នកបោកប្រាស់នោះប្រកាសជារបស់ដែលគេយកមកបានប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំចាក់